បាទបងប្អូនបាទមើលទស្សនភាពនេះជាទូទៅវិជាកសិករយើងស្ទើរតែទាំងអស់មុនដាំកស៊ូតែនឹងសួរថាពូជណាល្អពូជណាធំលឿនពូជណាជ័រច្រើនពូជណាធន់ជំងឺអីជាដើមពូជណាអាយុវែងអីចឹងទៅតែមិនដែលបានសួរថាធ្វើយ៉ាងម៉េចដើម្បីឲ្យកស៊ូនឹងធំលឿនធ្វើយ៉ាងម៉េចដើម្បីឲ្យកស៊ូអាយុវែងធ្វើយ៉ាងម៉េចដើម្បីឲ្យកស៊ូនឹងបានផលច្រើនអីទេគឺបងប្អូនមើលនេះបាទអញ្ចឹងរឿងពូជវាជាកត្តាសំខាន់ហើយប៉ុន្តែការថែទាំនោះវារឹតតែជាការសំខាន់ជាងគេទៅទៀតបាទពូជល្អមែនពិតតែបើការថែទាំមិនច្បាស់លាស់ឬក៏ការជីក្នុងស្ថានភាពបែបហ្នឹងបងប្អូនមើលបាទតើឲ្យធន់ទ្រាំយ៉ាងដូចម្ដេចទៅអញ្ចឹងទេលក្ខខណ្ឌសម្រាប់កស៊ូទី1ដីបាទត្រូវតែជាប្រភេទដីដែលល្អបាទដីមានសំណើមដីមានជីវជាតិគ្រប់គ្រាន់ដីស្អិតទេជាដើមទី2កត្តាពូជបាទពូជដែលធន់ទៅនឹងអាកាសធាតុនៅក្នុងតំបន់បាទកន្លងទៅកស៊ូស្រុកយើងគឺយកពូជពីប្រទេសផ្សេងដែរប្រទេសខ្លះមានសីតុណ្ហភាពខុសពីប្រទេសយើងអញ្ចឹងហើយធ្វើឲ្យពូជខ្លះទោះបីជាមានការថែទាំសមគួរហើយក៏មិនសូវបានផលអញ្ចឹងក្រៅពីកត្តាដីគឺកត្តាពូជណាពឹងផ្អែកទាំងស្រុងទៅលើអាកាសធាតុនិងលក្ខណៈហ្សេនេតិកនៃពូជនីមួយៗហើយកត្តាទី3គឺពាក់ព័ន្ធជាមួយនឹងការថែទាំបាទពាក់ព័ន្ធជាមួយនឹងការថែទាំការប្រើប្រាស់ជីបានត្រឹមត្រូវគ្រប់គ្រាន់ល្មមសមគួរដល់ដំណាំឲ្យមានការលូតលាស់ល្អការថែទាំជំងឺការថែទាំមុខជានេះសុទ្ធតែពាក់ព័ន្ធជាមួយនឹងទិន្នផលនៃពូជនីមួយៗទាំងអស់នេះបងប្អូនដូចម៉ាក់នេះអីអញ្ចឹងសប្តាហ៍ខ្ញុំសង្កេតឃើញបងប្អូនជាកសិករយើងគាត់ចូលចិត្តប្រើថ្នាំលាបបាទកាលណាលាបទៅឃើញកើនជ័រគាត់ថាកើនជ័រតែពិតរាល់ថ្នាំលាបដែលលាបទៅកើនជ័រខ្លាំងខ្ញុំយល់ថានោះជាប្រភេទអរម៉ូនជួនកាលអាចក្រុមហ៊ុនខ្លះឬក៏ឯកជនខ្លះគាត់លួចលាយសារធាតុអរម៉ូន ET4 ជាមួយដោយភ្ជាប់ជាមួយនឹងជីអីចឹងទៅបាទចឹងហើយការប្រើប្រាស់បងប្អូនត្រូវតែប្រយ័ត្នប្រយែងបាទណាត្រូវប្រយ័ត្នប្រយែងបងប្អូនមើលអញ្ចឹងហើយចំពោះការប្រើប្រាស់លើជីដីអាចនិយាយថាដីយើងអាចបន្ថែមជីឬក៏សារធាតុបង្គ្រប់ឲ្យវាបានយើងចេះបន្ថែមទៅតិចច្រើនតាមលទ្ធភាពដែលយើងប្រឹងថែវាតែបើខុសអាកាសធាតុគឺខុសហើយចឹងហើយកស៊ូមានរឿងរ៉ាវច្រើនដែលបងប្អូនត្រូវតែប្រយ័ត្នប្រយែងពីព្រោះដំណាំនេះយើងដាំយូរតម្រាំបានផលវាយូរណាចឹងហើយយើងមិនមែនដាំតែ2 3ឆ្នាំកាត់ចោលនោះទេមិនមែនទេហើយការប្រើប្រាស់នៅថ្នាំលាបថ្នាំបាញ់ផ្សេងលើដើមនេះខ្ញុំយល់ថាក៏ជារឿងមួយដែលបងប្អូនត្រូវមានបំរុងប្រយ័ត្នដែរបាទពីព្រោះលើទីផ្សារមានការប្រើប្រាស់ផលិតផលមួយចំនួនដែលមិនសមទំនងឬក៏អាចនិយាយថាមិនត្រឹមត្រូវតាមក្បួនខ្នាតទេបាទនេះណាចឹងបងប្អូនមើលបើយ៉ាងហ្នឹងតើធ្វើមិនទៅហើយកន្លែងនេះដីក្រហមបងប្អូនណាបាទកន្លែងគឺប្រភេទដីក្រហមអញ្ចឹងទោះបីបើដីល្អហើយពូជល្អហើយក៏ដោយបើការថែទាំនឹងមិនយល់ពីវាទេគឺពិបាកបាទអញ្ចឹងសូមចែកម្លែកជូនបងប្អូនប៉ុណ្ណឹងចុះបាទអរគុណបងប្អូនណាបាទ